សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកប្រធានបទមួយដែលមានចំណងជើងថានៅជាមួយនឹងធម្មជាតិដែលដកស្រង់ចេញពីសៀវភៅម្នាក់ឯងតែមិនឯកានិពន្ធដោយបងប្រុសសុកច័ន្ទផលសូមរីករាយសម្រាប់ដូចតទៅធ្លាប់ចាប់អារម្មណ៍ទេថាអ្នកមិនដែលមើលមេឃមិនដែលប៉ះខ្យល់ជាយូរមកហើយប្រហែលជាសកម្មភាពនេះសាមញ្ញពេកម្យ៉ាងជីវិតនេះក៏រវល់វក់វីជាមួយនឹងកិច្ចការរាប់មិនអស់ទើបនាំឲ្យអ្នកភ្លេចមើលសម្រស់របស់បច្ចុប្បន្នភាពអ្នកប្រកាសជាដឹងថាមានមេឃមានខ្យល់មានអាកាសគឺសុទ្ធសឹងជារបស់ដែលមិនចេះផ្លាស់ប្ដូរដែលអ្នកចង់នឹកដល់ពេលណាក៏បានហើយប្រហែលជាដល់ពេលវេលាណាមួយសមរម្យសឹមអ្នកចំណាយពេលសម្រាកជាមួយនឹងពួកគេប៉ុន្តែដឹងទេពួកគេកំពុងតែរង់ចាំអ្នកគ្រប់ពេលវេលាប្រៀបដូចជាដូនចាស់រង់ចាំអ្នកទៅលេងផ្ទះអញ្ចឹងតើចាំបានទេពួកគេទាំងនេះហើយគឺជាមិត្តភក្តិរបស់អ្នកកាលពីក្មេងធ្លាប់កំដរអ្នករត់លេងនិងកំដរអ្នកស្រាវជ្រាវរឿងរ៉ាវផ្សេងៗនៅក្នុងលោកនេះបន្ទាប់ពីអ្នកចេះដឹងនិងធំឡើងអ្នកក៏ទៅចោលពួកគេប៉ុន្តែពួកគេក៏នៅតែតាមរក្សាអ្នកដដែលគ្រាន់តែអ្នកទុកពួកគេចោលដោយខ្វល់តែពីចិត្តគំនិតខ្លួនឯងលែងចាប់អារម្មណ៍នឹងមិត្តភក្តិដ៏បរិសុទ្ធទាំងអស់នោះទោះជាយ៉ាងណាគ្រប់ពេលដែលអ្នកស្មុគស្មាញគិតអ្វីមិនចេញឬក៏ពេលដែលអ្នកចង់យំអ្នកឃើញទេពួកគេក៏តែងតែនៅកំដរអ្នកពោលដោយគ្រាន់តែចំណាយពេលមើលមេឃទទួលយកខ្យល់អាកាសអ្នកនឹងទទួលបានថាមពលឬក៏អារម្មណ៍ស្រស់ស្រាយត្រឡប់មកវិញភ្លាមៗនេះហើយគឺឥទ្ធិពលរបស់ក្តីស្រឡាញ់ដ៏បរិសុទ្ធកុំរងចាំដល់ពេលអ្នកទំនេរឧស្សាហ៍ចំណាយពេលជាមួយនឹងពួកគេផងណានៅក្នុងជីវិតមួយនេះបើទោះជាមានតែអ្នកម្នាក់ឯងក៏មិនឯកានោះដែរព្រោះអ្នកតែងតែមានពួកគេជានិច្ចដូច្នោះសូមអ្នកកុំបំភ្លេចពួកគេហើយកុំនឹកឃើញពួកគេតែពេលជួបបញ្ហាចូររក្សាពួកគេជាមិត្តស្និទ្ធស្នាលឬឲ្យដូចជាផ្ទះដែលអ្នកកំពុងតែស្នាក់អាស្រ័យអ្នកនឹងរកឃើញនៅអ្វីដែលជាខ្លឹមសារនៃជីវិតមួយនេះពេលងើបមើលទៅមេឃតែងតែទទួលបានអារម្មណ៍ស្រឡះដល់ពេលយកដៃមកប៉ះបេះដូងក៏រំភើបញាប់ញ័រពោលគឺអ្នកកំពុងតែនៅជាមួយនឹងខ្លួនឯងហើយចូលនៅត្រង់នេះចូលភ្ជាប់ទំនាក់ទំនងជាមួយនឹងខ្លួនឯងនោះអ្នកនឹងបានស្គាល់ផ្ទះដ៏កក់ក្ដៅឬក៏ហៅថាជាកន្លែងសម្រាកពិតប្រាកដធម្មជាតិប្រៀបដូចជាញាតិមិត្តរបស់មនុស្សដែលកំពុងតែរស់នៅជុំគ្នានៅក្រោមដំបូលមេឃតែមួយធម្មជាតិតែងតែផ្ដល់នូវអារម្មណ៍ស្រស់ថ្លាដល់អ្នកឬក៏ដាស់អ្នកឲ្យភ្ញាក់នៅក្នុងបច្ចុប្បន្នភាពជាខ្លួនឯងពិភពលោកនេះនឹងគ្មានសម្រស់អ្វីនោះទេពេលដែលអ្នកមិនបាននៅជាមួយនឹងខ្លួនឯងហេតុនេះហើយខណៈដែលអ្នកមានអារម្មណ៍ថាកំពុងតែវង្វេងធម្មជាតិជុំវិញខ្លួនក៏តែងតែរំលឹកដល់អ្នកឲ្យវិលមកសម្រាកនៅកន្លែងដើមដោយការហៅអ្នកឲ្យឃើញមេឃធុំក្លិនស្មៅប៉ះខ្យល់ត្រជាក់ឬសំឡេងទឹកហូរឬទទួលយកពន្លឺព្រះអាទិត្យព្រោះក្នុងនាមជាមិត្តគេចង់ឲ្យអ្នកបានសម្រាកលំហែទំនេរពីប្រព័ន្ធគំនិតបានខ្លះអ្នកដឹងទេធម្មជាតិទាំងអស់ត្រូវការវត្តមានរបស់អ្នកព្រោះពួកគេស្រឡាញ់អ្នកជាទីបំផុតក៏ប៉ុន្តែប្រសិនបើអ្នករវល់តែនៅជាមួយនឹងចិត្តគំនិតទោះធម្មជាតិដ៏ស្រស់បំព្រងនៅក្នុងខណៈនេះនឹងកន្លងផុតទៅដោយឥតខ្លឹមសារគ្រប់យ៉ាងនៅក្នុងលោកនេះត្រូវការអ្នកគ្មានអ្នកគឺដូចជាគ្មានអ្វីទាំងអស់ព្រោះអ្នកនេះហើយគឺជាសាក្សីរស់នៃការពិតដែលកំពុងតែប្រកាសឡើងអ្នកមិនមែនជាចិត្តគំនិតដែលកំពុងតែតាក់តែងនោះទេព្រោះអ្នកកំពុងតែបានដឹងអំពីពួកវាហើយអ្នកគឺជាចៅហ្វាយនាយរបស់ពួកវាកុំបណ្ដោយឲ្យពួកវាប្រើប្រាស់អ្នករហូតមិនដែលបានសម្រាកទាល់តែសោះអញ្ចឹងចូលភ្ញាក់ដឹងខ្លួនឡើងដោយសាររកពេលនៅជាមួយនឹងខ្លួនឯង
រស់ជាខ្លួនឯងនិងដោះលែងគំនិតទាំងអស់នោះសូមកុំបារម្ភថាអ្នកនឹងវង្វេងពេលដែលគ្មានពួកគេប៉ុន្តែគឺពួកគេទេតាដែលនាំឲ្យអ្នកវង្វេងរហូតដល់បាត់ខ្លួនឯងនោះឥឡូវនេះអ្នកកំពុងតែត្រូវការពេលវេលាផ្ទាល់ខ្លួនដើម្បីសម្រាកអ្នកគ្រាន់តែដាក់ពួកវាចុះនៅក្នុងពេលនេះតែអ្នកនៅតែអាចជ្រើសរើសពួកវាយកមកប្រើវិញបានតាមធម្មតាកុំភ្លេចថាអ្នកគឺជាចៅហ្វាយនាយរបស់ចិត្តមិនមែនជាអ្នកបម្រើរបស់ចិត្តឡើយ